អគ្គិភ័យឆេះឃ្លាំងនៅស្រុកអង្គស្នួរព្រឹកមិញបង្កឡើងដោយផ្ទុះធុងហ្គាសចេញពីឃ្លាំងផ្ទុកសម្ភារៈជ័រផ្លាស្ទិកថ្ងៃទី1 ខែមេសាឆ្នាំ2025ឯកឧត្តមគួចចម្រើនអភិបាលខេត្តកណ្ដាលចុះត្រួតពិនិត្យទីតាំងឆេះឃ្លាំងស្តុកសម្ភារៈជ័រធ្វើពីស័ង្កសីនិងផ្ទះប្រជាពលរដ្ឋដែលបានកើតហេតុតាំងពីវេលាម៉ោង 9:50 នាទីនៅចំណុចភូមិថ្លើកឃុំពើកស្រុកអង្គស្នួរខេត្តកណ្ដាលតាមរបាយការណ៍បឋមអគ្គិភ័យនេះបានបណ្ដាលឲ្យឆេះឃ្លាំងរោងចក្រចំនួន3ឃ្លាំងនិងឆេះផ្ទះប្រជាពលរដ្ឋចំនួន4ខ្នងក្នុងកិច្ចប្រតិបត្តិការពលរដ្ឋអគ្គិភ័យនេះកម្លាំងបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង 14:05 នាទីរសៀលនាថ្ងៃខែឆ្នាំដដែលដោយប្រើប្រាស់រថយន្តពលរដ្ឋអគ្គិភ័យចំនួន43គ្រឿងប្រើប្រាស់ទឹកអស់ចំនួន113ឡានដោយមានរថយន្តចូលរួមជួយពីក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលខេត្តកណ្ដាលអង្គភាព911អង្គភាព711អង្គភាព119ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺតំបន់សេដ្ឋកិច្ចកាណាឌីយ៉ាបូរីសង្ឃឹមថ្មីក្រុមហ៊ុនខ្មែរ Beverages ចំពោះករណីខាងលើនេះបង្កឡើងដោយផ្ទុះធុងហ្គាសចេញពីឃ្លាំងផ្ទុកសម្ភារៈជ័រផ្លាស្ទិកនិងមិនបង្កឲ្យមានអ្នករងរបួសទេ